ឃើញរូបរាងដ៏គួរឲ្យខ្លាចបែបនេះប៉ុន្តែវាឆ្ងាញ់ណាស់វាគឺជាដង្កូវដែលនាងខ្ញុំធ្វើចេញពីម្សៅឆាដើម្បីយកទៅដាក់ជាមួយនឹងបង្អែមផ្លែឈើចម្រុះបើនិយាយពីរសជាតិវិញគឺថាស្វិតស្អិតល្មួតហើយខ្ទិះពេញមាត់តែម្ដងពេលនេះនាងខ្ញុំចាប់ផ្ដើមដាក់ម្សៅឆាចូលក្នុងចានដែកហើយចាក់ទឹកក្តៅកំពុងពុះគ្រប់ចូលហើយលុញឲ្យស្អិតល្មួតរលោងល្អបន្ទាប់មកយកវាទៅកាត់ជាមួយនឹងក្រាស់ឲ្យស្ដើងហើយទាញវាមករមូរដើម្បីឲ្យคล้ายទៅជាដង្កូវហើយក្រាស់នេះនាងខ្ញុំបានលាងនឹងទឹកសាប៊ូសម្រាប់មេរោគរួចអស់ហើយនាងខ្ញុំគឺជាមនុស្សម្នាក់ដែលខ្លាចដង្កូវខ្លាំងណាស់ប៉ុន្តែនាងខ្ញុំបដិញ្ញាចិត្តលុញដង្កូវនេះរហូតទាល់តែបានមួយចានហើយរូបរាងពិតជាដូចដង្កូវមែនតើនាងខ្ញុំពិតជាខ្លាចខ្លះដែរឥឡូវចាប់ផ្ដើមបកសម្បកពោតឲ្យស្អាតហើយប្រឡេះយកគ្រាប់ចេញចិតសម្បកដំឡូងជ្វាឲ្យស្អាតហើយកាត់ដុំទូចបន្ទាប់មកទុកវាមួយអន្លើងាកមកកាត់ល្ពៅវិញម្ដងកាត់បន្លែរួចរាល់ហើយទុកវាមួយអន្លើងាកមកស្រោសដង្កូវមុនគេនៅពេលដែលស្រោសឃើញដង្កូវអណ្ដែតឡើងលើបានន័យថាវាឆ្អិនហើយដូច្នេះនាងខ្ញុំស្រង់ដាក់ក្នុងទឹកត្រជាក់ងាកមកស្រោសបន្លែវិញម្ដងហើយការស្រោសនេះគឺមិនឲ្យឆ្អិនជ្រុលទេគឺឲ្យពាក់កណ្ដាលឆ្អិនតែប៉ុណ្ណោះពីព្រោះយើងនៅលើកវាយកទៅស្រោសម្ដងទៀតពេលស្រោសរួចរាល់ហើយលើកវាត្រាំទឹកត្រជាក់ហើយយកវាមកប្រឡាក់នឹងម្សៅឆាឲ្យចូលគ្នាល្អបន្ទាប់មកលើកវាយកទៅស្រោសម្ដងទៀតស្រោសលើកនេះគឺស្រោសរហូតដល់តែឆ្អិនល្អហើយលើកវាដាក់ត្រាំទឹកត្រជាក់ងាកមកដាក់ខ្ទិះដូងស្ករត្នោតអំបិលបន្តិចនិងស្លឹកតើយកូរវាឲ្យរលាយចូលគ្នាហើយចាក់ផ្លែឈើដែលស្រោសរួចរាល់ហើយអាមិញចូលដាក់ដង្កូវចូលហើយនឹងដាក់គ្រាប់សាគូដែលនាងខ្ញុំស្រោសរួចរាល់ហើយចូលប៉ុន្តែអត់បានបង្ហាញក្នុងវីដេអូដាក់សាច់ដូងខ្ចីហើយនឹងដាក់សាច់ខ្នុរដែលផ្អែមឈ្ងុយឈ្ងុបចូលផងដែរពេលនេះបង្អែមមើមនិងផ្លែឈើរបស់នាងខ្ញុំរួចរាល់ហើយពណ៌គឺភ្លឺត្រចះត្រចង់ពេញចានតែម្ដងហើយបើរសជាតិវិញគឺថាឈ្ងុយឆ្ងាញ់តែម្ដងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់